ខ្ញុំហិតដល់ក្លិនថ្នាំពុលនៅទីនេះលើខ្លួនមនុស្សម្នាក់ឆ្កែឈួតឯកាត់ឈួតអីទៀតហើយឃានវិញ្ញាណរបស់ឆ្កែរវានណាលើមនុស្ស1000 ដងគេមិនកាត់ឈួតទេតែហិតដល់ក្លិនថ្នាំពុលគឺនៅលើខ្លួនមនុស្សម្នាក់នៅទីនេះលោកម្ចាស់ទី2អាចរកឃើញសពភាពស្អាតស្អំមកខ្ញុំវិញបានពួកលោកក៏កម្រើកប៉ាបាក់ភ្នែកមើលមនុស្សឈួតអុកឡុកនៅទីនេះមែនទេគេឲ្យពូទី2អញហាមាត់ហូបបាយបានទោះជាគេបង្ករឿងពិតមែនឲ្យគេបង្កទៅពួកឯងទាំងអស់គ្នាកុំកម្រើកទៅឆាប់ទៅនេះនេះចាប់គេទៅឆាច់ខ្លួនគេទៅថាមានអីនេះយ៉ាងម៉េចហ្នឹងនេះជាស្អីប្រាប់មកនេះមិនមែនរបស់ខ្ញុំទេអ្នកណាជាអ្នកដាក់ក្នុងអាប៉ៅខ្ញុំខាត់មនុស្សទុករបស់ចុះទៅពិនិត្យណាមិនមែនជាគេទេខ្ញុំប្រាប់ឯងខ្ញុំធ្លាប់ឃើញបានហើយរឿងនេះថ្ងៃនេះចប់ត្រឹមនឹងជួលោកឆង្អថ្ងៃនេះរំខានលោកហើយថ្ងៃក្រោយខ្ញុំនឹងមានអំណោយជូនចំណែករឿងគ្រួសារស៊ូនោះចាំខ្ញុំដោះស្រាយខ្លួនឯងទៅចុះអូសុំទោសផលរបស់ឆ្កែខ្ញុំជួយបានតែប៉ុណ្្នឹងទេជួយកំងអាហារខ្ញុំផងបងលុយជប់ជ័យហើយមិនអន់ទេហោចណាស់ក៏ឯងជាសត្វលេចធ្លោនៅម្ដុំនេះដែរពេលនេះបែរជាឲ្យសត្វជើងពីរបញ្ជាបានពិតជាខ្មាស់គេពិតមែនឲ្យឆ្កែឯងចេះស្អីដែរដូចខ្ញុំនេះហៅថាអ្នកក្លាហានស្គាល់កលៈទេសៈមិនឲ្យអាឡិតនេះលួងបានគេកាត់ពងខ្ញុំធ្វើមិនទៅឆ្កែឆ្មាមកគូនេះប្រកែនិយាយមែនគួរស្ដាយម្ចាស់ពួកឯងបញ្ជូនពួកឯងមកឲ្យយើងកាត់ពងហើយទោះជាធ្វើល្អយ៉ាងណាក៏យើងគ្មានសមត្ថភាពដែរណានាងស៊ូមានចិត្តស្រឡាញ់តែគ្មានភាពក្លាហានចង់បញ្ចេញស្នេហ៍ត្រូវហៅមកមិនហៅមិននឹងតាក់ស្រីស្អាតបានទៅខ្មាស់គេខ្លាំងណាស់លោកអើយតាក់ទងអីនឹងឯងទៅតែក្នុងទ្រុងវិញទៅឯងមិញទៅតែចង់កាត់ពងខ្ញុំពេលនេះនៅបញ្ជាឲ្យខ្ញុំទៅវិញទៀតអីខ្ញុំមិនទៅទេឯងក្លាហានណាស់តាឡនណា
បើបែបហ្នឹងពេលគ្រាវឯងថ្នាំស្ពឹកក៏យើងមិនចាក់ឲ្យឯងដែរខ្ញុំឈើតែវិញទៅអ្នកនាងស៊ូ លោកឆាំងមិនមែនជាមនុស្សធម្មតាមែនទោះជាគ្រូបង្វឹកសัตว์ក៏ធ្វើមិនបានដល់អញ្ចឹងដែរ ដោយខ្ញុំមិនមែនបង្វឹកសัตว์ទេដោយខ្ញុំនេះគឺខ្ញុំនិយាយជាមួយនឹងសัตว์ត្រូវហើយអ្នកនាងស៊ូថ្ងៃនេះអ្នកនាងមកទីនេះមានការអ្វីមែនទេ ខ្ញុំមកលើកនេះចង់ឲ្យលោកឆាំងជួយ ហ៎